បាទនេះជាភាសាអង់គ្លេសបងប្អូនគាត់ចុចពាក្យថា translate នេះមកវានឹងបកប្រែជាភាសាខ្មែរឲ្យយើងដឹងអត្ថន័យនៃការសរសេររបស់គាត់តែម្ដងបងប្អូនណាបងប្អូនចុចពាក្យថា translate បាទចុចចូលទីនេះបាទបងប្អូនរងចាំនេះបងប្អូនណាអ្នកឃើញបាទសួស្តីបងប្អូនអ្នកគ្នាកន្លឹះវីដេអូនេះខ្ញុំមកបង្ហាញបងប្អូនរបៀបបកប្រែអត្ថបទពីភាសាអង់គ្លេសឲ្យទៅជាភាសាខ្មែរចុចចេញមក home សិនបន្ទាប់មកបងប្អូនចុចចូលនៅក្នុងកម្មវិធី Facebook ហើយបងប្អូនចុចចូលកន្លែង profile នៅខាងលើឬក៏ត្រី3បងប្អូនណាចុចចូលមកបន្តមកបងប្អូនអូសscrollឡើងលើបន្តិចបងប្អូននឹងឃើញពាក្យថា setting and privacy បងប្អូននេះឃើញទេបាទកន្លែងរូបរបស់យើងណានេះឃើញទេបាទបងប្អូនចុចចូលកន្លែង setting ខាងលើក៏បានដែរបាទអញ្ចឹងបងប្អូនអូស scroll មកបងប្អូនចុចចូលពាក្យថា setting and privacy បងប្អូនណាចុចចូលពេលលោតមកផ្ទាំងបែបនេះហើយបងប្អូនចុចចូលពាក្យថា setting ដោយសារតែថ្មីនេះខាងក្រុមហ៊ុន Facebook គេបានអាប់ដេតទំហំថ្មីអញ្ចឹងវាលោតមកចេញជាលក្ខណៈបែបនេះបងប្អូនឃើញទេបាទបងប្អូនចុចចូលពាក្យថា setting នេះមកបន្ទាប់មកបងប្អូនអូសscrollឡើងលើហើយបងប្អូនចុចចូលកន្លែងពាក្យថា language ដែលមានរូបសញ្ញាផែនដីនេះចុចចូលមកពេលលោតមកផ្ទាំងបែបនេះបងប្អូនចុចចូលកន្លែងនេះបាទកន្លែងទី2អានេះទី1ទី2បងប្អូនចុចចូលកន្លែងទី2នេះមកផ្ទាំងផ្ទាត់បងប្អូនណាបងប្អូនចុចចូលបងប្អូនរងចាំបន្តិចសិនបាទឥឡូវវាលោតចេញមកផ្ទាំងបែបនេះហើយបងប្អូនអូសscrollឡើងលើទៅរកមើលភាសាខ្មែររបស់យើងបងប្អូនណាដើម្បីយើងទៅបកបាទភាសាបរទេសបាទនៅលើ account Facebook របស់យើងណាបងប្អូនហ្នឹងហើយបងប្អូនអូសមកបាទរកមើលភាសាខ្មែរបាទនេះបងប្អូនណាបងប្អូនបាទចុច select ភាសាខ្មែរយើងមកបាទហ្នឹងចុច select កន្លែងហ្នឹងពេលដែលបងប្អូន select យកភាសាខ្មែររួចរាល់ហើយបងប្អូនអូស scroll វាមកក្រោមវិញបាទអូសវាមកក្រោមវិញមកបាទយកដៃយើងអូសមកក្រោមវិញមកហ្នឹងហើយបងប្អូនចុច save នៅកន្លែងនេះបើមិនជាបងប្អូនអត់ចុច save ទេអញ្ចឹងវាអត់ជាប់ទេបងប្អូនបាទបងប្អូនចុចពាក្យថា save នេះមកបាទឥឡូវរួចរាល់ហើយបងប្អូនចុចចេញមកវិញបាទចុចចេញមកពេលដែលយើង save រួចរាល់ហើយកន្លែងនេះ load បាទខ្មែរតែម្ដងបងប្អូនឃើញបាទគេដាក់ថាខ្មែរនៅខាងក្រោមនេះបាទមុនហ្នឹងគឺភាសាបរទេសបងប្អូនណាបន្ទាប់មកទៀតបងប្អូនចុចចូលកន្លែងនេះបាទខាងក្រោមនេះម្ដងបងប្អូនណាចុចចូលមកបងប្អូនរងចាំតិចសិនវាកំពុងតែដើរអញ្ចឹងបងប្អូនណាដោយសារអ៊ីនធឺណិតវានឹងដើរ slow បាទបងប្អូននេះកន្លែងនេះបងប្អូនត្រូវចុចខ្វែងវាបាទចុចខ្វែងមកបើសិនជាឃើញភាសាអីក៏ដោយបងប្អូនណាបងប្អូនត្រូវចុចខ្វែងឲ្យអស់បាទចុចមកចុចខ្វែងអញ្ចឹងមកឲ្យឃើញពាក្យថា search បែបនេះបាទបន្ទាប់មកបងប្អូនចុចពាក្យថា save ខាងលើពណ៌ខៀវហ្នឹងបងប្អូនណានឹងចុច save មកបាទឥឡូវរួចរាល់ហើយបងប្អូនណានឹងយើងបាន save រួចរាល់ហើយបងប្អូនចុចចេញមកវិញបាទចុចចេញមកបាទចុចចេញមកវិញមកបាទអញ្ចឹងយើងអាច refresh មួយមកបាទនឹងយើងចុចមកនេះកន្លែងនេះបាទចុច click all មកបាទហើយបងប្អូនចូលទៅមើល Facebook បងប្អូនបាទតោះឥឡូវយើងទៅបកប្រែទាំងអស់គ្នាបងប្អូនណាខ្ញុំអត់ដឹងថាអត្ថន័យការសរសេររបស់គាត់នឹងមានន័យថាម៉េចទេព្រោះខ្ញុំអត់ចេះភាសាអង់គ្លេសអញ្ចឹងបងប្អូនបាទចង់ដឹងថាគាត់សរសេរនឹងមានអត្ថន័យយ៉ាងណាបងប្អូនគាត់ចុចមកនេះជាភាសាអង់គ្លេសបងប្អូនគាត់ចុចពាក្យថា translate នេះមកវានឹងបកប្រែជាភាសាខ្មែរឲ្យយើងដឹងអត្ថន័យនៃការសរសេររបស់គាត់តែម្ដងបងប្អូនណាបងប្អូនចុចពាក្យថា translate បាទចុចចូលទីនេះបាទបងប្អូនរងចាំនេះបងប្អូនណាអ្នកឃើញបាទនេះជាភាសាអង់គ្លេសដែលគាត់បានសរសេរបងប្អូនដែលចង់ដឹងថាគាត់សរសេរនឹងមានអត្ថន័យយ៉ាងណាបងប្អូនអ្នកឃើញបាទយើងបានបាទ translate អីរួចរាល់ហើយនេះជាភាសាខ្មែរបងប្អូនឃើញទេបាទបើសិនជាបងប្អូនចង់ដឹងថា page មួយណាសរសេរជាភាសាអង់គ្លេសអញ្ចឹងបកជាភាសាខ្មែរថាម៉េចក្នុងអត្ថន័យវីដេអូរបស់គាត់នឹងបងប្អូនអាចអនុវត្តតាមវីដេអូរបស់ខ្ញុំបានបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទសូមជម្រាបលា